សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះមកចម្លែកតិចហើយបាទថ្ងៃនេះមកដើម្បី unbox ជាមួយនឹងកាដូខាងគាត់ផ្ញើមកតាំងពី2ថ្ងៃមុនប៉ុន្តែខ្ញុំរវល់ពេកឥឡូវបានមកដើម្បីធ្វើវីដេអូដើម្បី unbox ជូនអ្នកទាំងគ្នាមើលថាតើនេះគឺជាអ្វីខ្ញុំមានអារម្មណ៍ថាចម្លែកមែនទែនខ្ញុំមិនដឹងថាកាដូនេះតាក់ទងជាមួយនឹងអីគេហើយគាត់បានតាក់ទងមកប្រាប់ថា brand របស់គាត់ឈ្មោះថា Bright Up យើងប្រហែលជាគិតទៅដល់ skin care មកទៅណាអញ្ចឹងចង់ដឹងថាក្នុងនេះមានអីគេចាប់ដាំមើលទាំងអស់គ្នាតោះ Moment of truth អូខេអីចានៅសងតាំងទៀតចាវ៉ាវកាដូអនុស្សាវរីយ៍គាត់តាក់ទងមកថានេះគឺជាកាដូអនុស្សាវរីយ៍អាយ៉ាមានពីរប៉ុសរូបនេះឆ្លាញ់មែនតើបាទរូបនេះគឺ performance របស់ខ្ញុំឆ្លាញ់មែនតើហើយឥឡូវគាត់ដូចដឹងចាប់ខ្ញុំអញ្ចឹងណាខ្ញុំចាំបានរូបហ្នឹងមកតាំងកតុបឥឡូវគាត់បានធ្វើជាកាដូអនុស្សាវរីយ៍មកឲ្យខ្ញុំបាទស្អាតមែនតើដាក់ក្នុងកតុបអី Bright Up បាទសូមអរគុណដល់ Bright Up ដែលបានផ្ញើកាដូអនុស្សាវរីយ៍មកខ្ញុំហើយនេះគាត់ថាគឺជាកាដូអនុស្សាវរីយ៍ទី1ហើយខ្ញុំគិតថាប្រហែលជាតាក់ទងជាមួយនឹងអីមួយយ៉ាងផ្សេងទៀតក្រៅពីហ្នឹងបាទហើយខ្ញុំក៏ចង់ដឹងដែរថាតើ Bright Up គឺជាអ្វីអញ្ចឹងបងប្អូនអរគុណអាច like page របស់គាត់មួយ Bright Up ខ្ញុំលើថាឆាប់នេះពួកគាត់ reveal ថា Bright Up គឺជាអ្វីអញ្ចឹងទាំងខ្ញុំទាំងបងប្អូនអរគ្នាតោះទៅតាមដានទាំងអស់គ្នាហើយចង់ដឹងមែនតើថាកាដូលើកទី2គឺជាអ្វីអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទសូមអរគុណបងប្អូនអរគ្នាដែលបានតាមដានបាយបាយ